ស្ដីនេះទាំងអស់គ្នាស្វាគមន៍មកជាមួយនឹង admin ទៀតហើយថ្ងៃនេះ admin បានលើកយកសាច់រឿងថ្មីប្លែកមួយទៀតយកមកចែកជូនអ្នកទាំងអស់គ្នាជាការទស្សនាលេងកម្សាន្តអញ្ចឹងណាប៉ុន្តែមុននឹងចូលដល់សាច់រឿងនេះ admin សូមពរអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe និងចុច like លើ channel YouTube admin ម្នាក់មួយផងតើក៏មកយូរកាលយើងចូលមកដល់សាច់រឿងយើងតែម្ដងហើយរឿងនេះគឺមានចំណងជើងថាបេសកកម្មក្នុងវងខ្លាអញ្ចឹងណាហើយថ្ងៃមួយហ្នឹងតួអង្គស្រីរបស់យើងហ្នឹងគឺគេបានធ្វើដំណើរទៅកន្លែងមួយហើយបានឃើញនៅក្រុមបងធំហ្នឹងគឺបានសម្លាប់មនុស្សអញ្ចឹងហើយតួស្រីរបស់យើងគឺពិតជាភ័យខ្លាចខ្លាំងមែនទែនហើយភ្លាមនឹងដែរគេក៏បានព្យាយាមគេចខ្លួនអញ្ចឹងណាព្រោះនៅពេលដែលគេបានឃើញសាកសពដែលពួកក្រុមបងធំហ្នឹងបានធ្វើទរណកម្មអញ្ចឹងណាហើយគេក៏បានមកប្រាប់សង្សាររបស់គេដែលជាអ្នកនៅជិតគ្នានៅជាមួយគ្នាអញ្ចឹងហើយពេលនឹងដែរពួកគេក៏មានអារម្មណ៍ថាក្រុមបងធំហ្នឹងបានដឹងហើយថាតួស្រីរបស់យើងគឺបានឃើញពួកនឹងវ័យធ្វើបាបហើយបន្ទាប់មកទៀតគេក៏បានមកជួបមិត្តភ័ក្តិរបស់គេម្នាក់ទៀតហើយគេក៏សម្រេចចិត្តថាគេនឹងទៅប្រាប់ប៉ូលីសចឹងណាតែពេលនឹងដែរប៉ូលីសហ្នឹងក៏គេអត់សូវជាសហការប្រហែលទេហើយគេភ័យខ្លួនខ្លាំងមែនទែនព្រោះពេលដែលងាកមកក្រោយហ្នឹងគឺមានអ្នកស៊ើបការរបស់ក្រុមធំមកទាន់ហើយបានដឹងពីទីតាំងទីកន្លែងរបស់ពីរអ្នកហ្នឹងដែលកំពុងតែព្យាយាមគេចខ្លួនចឹងណាហើយពួកគេទាំងពីរនាក់ផិតភ័យខ្លាំងមែនទែនហើយមកដល់កន្លែងនេះគឺក្រុមបងធំបានព្យាយាមសម្លាប់និងធ្វើបាបមនុស្សទៀតហើយអាមួយនេះកំពុងតែអោបស្រីទាំងដៃឆ្វេងដៃស្ដាំអញ្ចឹងមានណាក្រុមបងធំក៏ចាប់បានគេយកទៅធ្វើទរណកម្មទៀតហើយអញ្ចឹងអាមួយដែលទៅស៊ើបការហ្នឹងក៏បានដឹងពីទីតាំងក៏ចាប់យកតួប្រុសរបស់យើងនិងតួស្រីមកអញ្ចឹងដើម្បីឲ្យឆ្លើយសារភាពថាតួស្រីហ្នឹងគឺបានដឹងរឿងហើយអត់ចង់ឲ្យរឿងដែលគេបានឃើញធ្វើឃាតកម្មហ្នឹងតួស្រីយកទៅប្តឹងទៅដល់ប៉ូលីសអញ្ចឹងណាក៏បានវាយធ្វើបាបតួប្រុសរបស់យើងខ្លាំងមែនទែនព្រោះថាដើម្បីគំរាមតួស្រីហ្នឹងក៏មកយករឿងហ្នឹងទៅនិយាយប្រាប់ប៉ូលីសហើយភ្លាមនឹងដែរអាតួប្រុសរបស់យើងហ្នឹងគឺត្រូវរបួសខ្លាំងមែនទែនក្នុង2 3នាក់របស់គេព្រោះថារឿងរបស់គេហ្នឹងគឺគេបានដឹងថាក្រុមបងធំហ្នឹងគឺបានសម្លាប់មនុស្សអញ្ចឹងណាហើយតួស្រីរបស់យើងគឺផុតភ័យខ្លាំងមែនទែនតែគេនៅតែព្យាយាមមិនចម្លើយឆ្លើយសារភាពថាគេបានឃើញសាកសពអញ្ចឹងណាប៉ុន្តែបងធំគឺគេបានវាយធ្វើបាបទៅលើសង្សារវាខ្លាំងមែនទែនព្រោះគេបានតាមដឹងថាតួស្រីរបស់យើងហ្នឹងគឺពិតជាបានមើលឃើញខ្លាំងមែនទែនរហូតដល់តួស្រីយើងទ្រាំលែងបានក៏ព្រមសារភាពថាគេពិតជាបានឃើញរឿងដែលកើតឡើងនឹងពិតមែនហើយពេលនឹងដែរបងធំរបស់យើងក៏នៅស្ងៀមហើយបងធំរបស់យើងក៏មានទឹកមុខថាហាក់បីដូចជាស្លាញ់នារីម្នាក់ហ្នឹងអញ្ចឹងណាពេលនឹងតែគេក៏បានចាប់តួស្រីរបស់យើងយកទៅដើម្បីកុំឲ្យរឿងហ្នឹងបែកការទៅមុខទៀតគេក៏សម្រេចចិត្តថាទៅជាមួយបងធំដើម្បីឲ្យសង្សាររបស់គេហ្នឹងរួចខ្លួនអញ្ចឹងណាហើយភ្លាមនឹងដែរបងធំហ្នឹងក៏បានយកអាម្នាក់នឹងមកជាមួយនឹងរឿងហ្នឹងអញ្ចឹងណាឲ្យវាលុតជង្គង់សុំវត្តថារឿងហ្នឹងអត់មានបែកធ្លាយទៅណាទៀតទេហើយគេក៏បានធ្វើទរណកម្មខ្លាំងមែនទែនព្រោះថារឿងហ្នឹងបើកោណាដឹងទៅដល់ប៉ូលីសអញ្ចឹងទៅគឺក្រុមបងធំនឹងត្រូវជាប់ពន្ធនាគារអញ្ចឹងគឺគេព្យាយាមវាយធ្វើបាបខ្លាំងមែនទែនហើយក្លែកមកមើលតួស្រីរបស់យើងវិញនេះគឺគេពិតជាពិបាកចិត្តខ្លាំងមែនទែនព្រោះថាគេគឺត្រូវបានបែកគ្នាអញ្ចឹងណាសល់ត្រឹមតែអនុស្សាវរីយ៍ហើយអាបងធំក៏បានទេមកសួរតួស្រីយើងថានៅណានៅអីអញ្ចឹងណាព្រោះថាបងធំគឺតាមដានតួស្រីយើងខ្លាំងមែនទែនហើយតួស្រីរបស់យើងក៏ត្រូវបានអាបងធំហ្នឹងហៅត្រឡប់ទៅវិញហើយគេពីរអ្នកសង្សាររបស់គេក៏បានបែកគ្នានៅត្រឹមលើរថភ្លើងអញ្ចឹងណាប៉ុន្តែតួស្រីរបស់យើងបានទុកនៅធនអនុស្សាវរីយ៍មួយទាំងដែលនាងចេញទៅទាំងទឹកភ្នែកអញ្ចឹងណានៅសល់តែអនុស្សាវរីយ៍ដែលកន្លងទៅនៅជាមួយគ្នាអញ្ចឹងណាប៉ុន្តែបើសិនជាមិនចាក់ចេញទេគេពីរនាក់ប្រកាសជាត្រូវស្លាប់អញ្ចឹងណាអញ្ចឹងមានតែត្រូវចាក់ចេញទេអញ្ចឹងរឿង admin សុំសម្រាប់ប៉ុណ្ណឹងដើម្បីតាមដានវគ្គបន្តទៀត admin នឹងយកមកដើម្បីសម្រាប់ជូនអ្នកទាំងអស់គ្នាតាមដាននៅភាគ2ជាមួយនឹង